ថ្ងៃនេះគឺថ្ងៃ11កើតខែមិញឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ត្រូវនៅថ្ងៃច័ន្ទទី10ខែកុម្ភៈឆ្នាំ2014ជាបឋមខ្ញុំបកណាខ្ញុំបាទចិនប៊ុនរងសូមលំអោនកាយក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3ក្នុងនោះរួមមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងជ្រះថ្លានិងសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពជំរាបសួរបងប្អូនលោកយាយលោកតាអ៊ំពូមីមីងយុវជនយុវតីទាំងអស់ដែលកំពុងតែតាមដានស្ដាប់នៅកម្មវិធីផ្សាយផ្ទាល់នៃកម្មវិធីផលប្រយោជន៍នៃពធដែលកំពុងតែធ្វើការផ្សាយផ្ទាល់ចេញពីស្ថានីយវិទ្យុ Cool FM 100.7 និងការផ្សាយបន្តទៅកាន់ស្ថានីយសម្លេងមិត្តភាព FM 91.25 MHz ខេត្តពោធិ៍សាត់ទាំងអស់ជាទីគោរពនិងរាប់អានថ្ងៃនេះក្នុងកម្មវិធីផ្សាយផ្ទាល់នៃកម្មវិធីផលប្រយោជន៍នៃពធរបស់យើងមានខ្ញុំបកណាខ្ញុំបាទជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីព្រមទាំងបកណាគុណម្ចាស់តែមួយព្រះអង្គគត់ដែលបាននិមន្តចូលរួមនៅក្នុងបន្ទប់ផ្សាយជីវគ្មិនគឺប្រគុណម្ចាស់សេងវុធីប្រធានបទរបស់យើងនៅតែបន្តដដែលទៅលើមង្គលសូត្រទាំង38ប្រការដែលនៅថ្ងៃអាទិត្យម្សិលមិញកម្មវិធីផលប្រយោជន៍នៃពធបានបញ្ចប់ទៅហើយនៅមង្គលទី3គឺនិយាយអំពីការបូជាចំពោះបុគ្គលដែលគូបូជាមង្គលដ៏ឧត្តមឬក៏ជាមង្គលដ៏ប្រសើរថ្ងៃនេះយើងចូលដល់មង្គលទី4គឺកិរិយារស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ឧត្តមឬក៏ជាមង្គលដ៏ប្រសើរថាតើប្រទេសដែលមានលក្ខណៈជាសមគួរដែលគួរនឹងការរស់នៅមានលក្ខណៈសម្បត្តិឬមានអ្វីយ៉ាងណានោះខ្ញុំបកណាខ្ញុំបាទនឹងប្រកេននាទីនេះទៅប្រគុណម្ចាស់សេងវុធីដើម្បីនិមន្តព្រះអង្គសម្ដែងនៅព្រះធម៌ជាដំបូងទាក់ទងទៅនឹងប្រធានបទរបស់យើងកិរិយារស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ឧត្តមឬក៏ជាមង្គលដ៏ប្រសើរជាកិច្ចបន្តសូមព្រះជគុណនិមន្តជាបឋមសូមលំអរលំអរកាយកាត់ថ្វាយបង្គំប្រជុំ3នៃប្រតិរដ្ឋមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពនិងរាប់អានសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងនៅរាជធានីភ្នំពេញនិងនៅខេត្តពោធិ៍សាត់ទាំងអស់ដោយសេចក្តីរាប់អានជានីតិរបស់អង្គខ្ញុំកណ្ណាអាត្មាភាពក្នុងការសម្ដែងព្រះធម៌ដើម្បីចែកជាធម្មទាននៅក្នុងថ្ងៃនេះដែលប្រធានបទរបស់យើងក្នុងការកំណត់យកនិងបកស្រាយពន្យល់ទៅលើមង្គលសូត្រទាំង38ប្រការតាមចំណុចនីមួយៗដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់នឹងការមានទុកមកនៅក្នុងគម្ពីរព្រះត្រៃបិដកអស់រយៈពេលជាង1ខែហើយដែលកម្មវិធីផលប្រយោជន៍នៃព្រះធម៌ក្នុងការផ្លាស់មកដល់ស្ថានីយវិទ្យុថ្មីហើយក៏ដាក់ប្រធានបទមង្គលសូត្រនេះដើម្បីអត្ថាធិប្បាយនិងសម្ដែងចែកជូនទៅញាតិញោមដើម្បីបើកបង្ហាញនៅមង្គលពិតប្រាកដនៅក្នុងជីវិតទៅកាន់ញាតិញោមប្រុសស្រីទាំងអស់គ្នាយើងគ្រាន់តែបានបញ្ចប់នៅមង្គលសូត្រកងទី1តែប៉ុណ្ណោះជាកងជាពួកមានន័យថាក្នុងការសម្ដែងអំពីមង្គលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាពួកជាកងដែលកងទី1នោះគឺមានការមិនសែបគប់បុគ្គលពីលការសែបគប់នៅជនជាបណ្ឌិតនិងការបូជាចំពោះបុគ្គលដែលគូបូជាគឺជាមង្គលដ៏ប្រសើរនោះគឺជាមង្គលដ៏ឧត្តមនោះបានបញ្ចប់ពីម្សិលមិញរួចបាត់ទៅហើយក្នុងកងទី1ហ្នឹងថ្ងៃនេះចូលមកដល់កងទី2គឺបដិរូបបតេសវាសោចំណុចទី1ចំណុចទី2គឺពុពេកតបញ្ញតានិងទី3អដ្ឋសមាបនិធិគឺជាកងទី2មាន3ចំណុចផងដែរនៅក្នុងការសម្ដែងដល់សពសន្តនិកទាំងអស់នៅក្នុងការស្វែងរកនិងធ្វើឲ្យជាក់ច្បាស់នៅសុភមង្គលក្នុងជីវិតបដិរូបបតេសវាសោជាភាសាបាលីប្រែន័យជាភាសាខ្មែរមកថាកិរិយារស់នៅក្នុងប្រទេសដ៏សមគួរទុកជាមង្គលដ៏ឧត្តមនៅពេលដែលឃើញប្រធានបទនេះហើយក៏ជាប្រធានបទមួយនៅក្នុងការក្រវីក្បាលតតាត់ដើម្បីនឹងសម្ដែងពីព្រោះបដិរូបបតេសវាសោកិរិយារស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ប្រសើរ ទី
ពាក្យមួយម៉ាត់នេះការសម្ដែងរបស់ព្រះអង្គត្រង់ចំណុចនេះបើប្រសិនបើព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅមានជនមាយុនៅឡើយហើយព្រះអង្គបានមកឃើញទិដ្ឋភាពនៅក្នុងសង្គមខ្មែរបច្ចុប្បន្នសូមព្រះអង្គពិចារណាឡើងវិញនៅត្រង់ចំណុចនេះមុននឹងធ្វើការសម្ដែងពីព្រោះវាប្រទាំងប្រទិសនៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែររបស់យើងនៃពុទ្ធបរិស័ទរបស់ព្រះអង្គណាស់នៅក្នុងការភ្នែកនិងទស្សនៈរបស់គាត់ព្រះសង្ឃឬក៏ព្រះពុទ្ធបានចាត់ទុកជាបុគ្គលមួយដែលដាច់ដោយឡែកចេញអំពីសង្គមដែលព្រះអង្គនិងសាវករបស់ព្រះអង្គមិនបាច់ខ្វាយខ្វល់នៅក្នុងបញ្ហាក្នុងសង្គមជាតិឬក៏ប្រទេសដែលខ្លួនរស់នៅទេសូមព្រះអង្គនៅតែឲ្យស្ងៀមគង់លើអាសនៈដ៏សស្អាតបាតបល្ល័ង្កអញ្ចឹងទៅដើម្បីទុកឲ្យខ្ញុំកណាបដិបត្តិថ្វាយបង្គំបូជាទៅបានហើយត្រង់សង្គមនៃការរស់នៅមានបញ្ហាមានវិបត្តិយ៉ាងណាយ៉ាងណីនោះវាជារឿងរបស់ខ្ញុំកណាព្រះអង្គជាអ្នកបួសជាសាមណៈជាព្រះសង្ឃមិនគប្បីក្នុងការនិយាយរឿងនឹងទេនៅពេលដែលប្រទាំងប្រទិសជាមួយនឹងផ្នត់គំនិតរបស់ញាតិញោមអំពីរឿងព្រះធម៌ដែលមិនអាចចូលរួមចំណែកនៅក្នុងការកសាងនៅសន្តិភាពនៅស្ថិរភាពនៅសេចក្តីសុខនៅក្នុងសង្គមរបស់ញាតិញោមរស់នៅទេហើយនៅក្នុងផ្នត់គំនិតព្រះធម៌គឺជាមេរៀនមួយដាច់ដោយឡែកដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមទេហើយព្រះពុទ្ធក៏ជាមនុស្សក៏ជាសាស្តាក៏ជាមេសាសនាមួយដែលមិនបានគិតគូរមកដល់សង្គមជាតិទេប៉ុន្តែព្រះអង្គគ្រាន់តែជាអ្នកបបួលនៅពួកកំឡោះពួកប្រុសនាំគ្នាទៅបួសចាកចោលផ្ទះចាកចោលប្រពន្ធចាកចោលកូនចាកចោលការទទួលខុសត្រូវនៅក្នុងសង្គមតែប៉ុណ្ណោះនេះគឺជាអ្វីៗទាំងអស់ដែលអាត្មាសម្ដែងអំពីការប្រទាំងប្រទិសនៅក្នុងរឿងសម្ដែងធម៌ដែលតាក់ទងទៅក្នុងរឿងសង្គមនិងប្រទេសជាតិទោះបីជាចង់ឬមិនចង់នៅពេលដែលដើរមកដល់ចំណុចនេះនៅពេលដែលសម្ដែងមកដល់ចំណុចនេះដែលមាននៅក្នុងមង្គលសូត្រជាពេលវេលាដ៏ល្អមួយនៅក្នុងការដាក់ទុកអង្គុយទល់មុខញាតិញោមនិយាយអំពីរឿងព្រះធម៌និងសង្គមអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធនិងការវិភាគទាននៃមេរៀនរបស់ព្រះអង្គក្រោយអំពីការត្រាស់ដឹងដើម្បីជាការចូលរួមកសាងនូវសន្តិភាពសន្តិសុខសុភមង្គលនៅក្នុងសង្គមមួយប្រសិនបើមេរៀនរបស់ព្រះអង្គមានវត្តមាននៅទីណាហើយវត្តមាននៃមេរៀនរបស់ព្រះអង្គនោះมันបានឆ្លើយតបទៅនឹងតម្រូវការឬសេចក្តីចាំបាច់នៃសង្គមជាតិនោះទេព្រះពុទ្ធមិនសមឈ្មោះជាព្រះពុទ្ធទេពីព្រោះព្រះអង្គមិនបានដឹងអំពីទុក្ខលំបាករបស់មនុស្សទេព្រះអង្គឥតមានសព្វញ្ញតញ្ញាណនៅក្នុងការមើលឃើញនៅទុក្ខវេទនារបស់សព្វសត្វតនិកទេព្រះអង្គសម្ដែងធម៌មកប្រះចាអំពីសេចក្តីត្រូវការរបស់សព្វសត្វតនិកទាំងស្រុងសព្វសត្វតនិកកំពុងតែមានទុក្ខនៅក្នុងបច្ចុប្បន្នព្រះអង្គបានដឹកនាំមនុស្សនិងសម្ដែងធម៌ដែលនាំទៅដល់រកនៅសេចក្តីសុខក្នុងបរលោកវាជារឿងមួយដែលមិនសមគួរនឹងថ្វាយព្រះនាមថាជាព្រះពុទ្ធជាសាបញ្ញូពុទ្ធពីព្រោះព្រះអង្គមិនបានយល់អំពីសេចក្តីទុក្ខលំបាករបស់មនុស្សដែលរស់នៅក្នុងផែនដីនេះទេប៉ុន្តែព្រះពុទ្ធគឺជាព្រះពុទ្ធព្រះអង្គបានជ្រាបយ៉ាងច្បាស់អំពីសេចក្តីត្រូវការនិងទុក្ខលំបាករបស់មនុស្សទាំងអស់នៅក្នុងផែនដីនេះទើបព្រះអង្គសម្ដែងថាសុភមង្គលមួយมันអាចកើតឡើងចេញអំពីសង្គមជាតិមួយដែលកំពុងតែច្របូកច្របល់និងគ្មានស្ថិរភាពនោះទេបដិរូបតេសវាសោកិរិយារស់នៅក្នុងប្រទេសដ៏សមគួរគឺជាមង្គលនៅក្នុងជីវិតមានន័យថាប្រសិនបើញាតិញោមកើតមកចំប្រទេសដ៏សមគួរនោះគឺជាភ័ព្វសំណាងមួយដែលញាតិញោមកើតឡើងមកចំប្រទេសដែលសមគួរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរ
ទៅដល់មនុស្សដែលបានរស់នៅក្នុងប្រទេសដ៏សមគួរថាគឺជាមង្គលដ៏ឧត្តមប៉ុន្តែប្រសិនបើញាតិញោមកាត់មកនៅក្នុងប្រទេសដែលមិនសមគួរវិញនោះគឺជារឿងអកុសលធម៌មួយដែលយើងបានសាងទុកនៅក្នុងការសម្ដែងអំពីបដិរូបបទេសវាសោកិរិយារស់នៅក្នុងប្រទេសដ៏សមគួរគឺជាមង្គលដ៏ឧត្តមអ្វីដែលត្រូវសម្ដែងចែកជូននឹងវែកញែកទៅកាន់ញាតិញោមប្រុសស្រីនៅក្នុងថ្ងៃនេះនៅក្នុងប្រធានបទនេះថាតើដូចម្ដេចទៅទើបហៅថាប្រទេសដ៏សមគួរប្រទេសដ៏សមគួរគឺជាប្រទេសដែលមានរូបរាងនិងលក្ខណៈអ្វីទៅទី1ទឹកដីឬក៏ភូមិសាស្ត្រទឹកដីឬក៏ភូមិសាស្ត្រគឺជាកត្តាមួយនៅក្នុងការបង្កើតទៅជាប្រទេសបង្កើតទៅជារដ្ឋដែលសមគួរដល់ការរស់នៅយើងនិយាយអំពីទឹកដីកម្ពុជាដែលមានឈ្មោះថាសុវណ្ណភូមិគឺជាទឹកដីដែលអំណោយផលទៅដល់មនុស្សទាំងអស់នៅក្នុងការរស់នៅពេលដែលរៀនភូមិវិទ្យាគ្រូបានបើកបង្ហាញនៅផែនទីនៃប្រទេសកម្ពុជាមកកាន់អាត្មាភាពកាលនៅក្មេងៗគ្រូបានចង្អុលអំពីដែនដីភូមិសាស្ត្រនៅលើផែនទីនៃប្រទេសកម្ពុជាយើងឃើញថាដែនដីសណ្ដនៃទន្លេមេគង្គជាដែនដីរាបសម្បូរទៅដោយជីវជាតិអំណោយផលទៅដល់កសិកម្មគ្រប់បែបយ៉ាងទាំងដំណាំដាំដុះស្រូវពោតសណ្ដែកគ្រប់បែបយ៉ាងទាំងអស់ដីសណ្ដតាមបណ្ដោយនៃទន្លេមេគង្គគឺអំណោយផលទៅខាងផ្នែកកសិកម្មដែនដីខ្ពង់រាបនៅខាងកំពង់ចាមមណ្ឌលគិរីរតនគិរីគឺជាដែនដីកំអែលភ្នំភ្លើងដ៏មានជីវជាតិនៅក្នុងការអំណោយផលទៅដល់កសិកម្មខាងឧស្សាហកម្មមានកាហ្វេមានកៅស៊ូជាដើមដែនដីផ្សេងទៀតដែលបង្ហាញអំពីជ្រោះជ្រងជ្រលងដងអូនិងភ្នំព្រៃព្រឹក្សាគឺជាលក្ខណៈអំណោយផលនៃសម្បត្តិធម្មជាតិរ៉ែនិងកន្លែងទេសចរជាដើមងាកទៅមើលស្ទឹងបឹងបួរនៅពេលដែលផែនទីបានបើកបង្ហាញទន្លេស្ទឹងបឹងបួរដែលហូរកាត់ខ្វាត់ខ្វែងនៅក្នុងប្រទេសកម្ពុជារបស់យើងវាប្រៀបដូចជាសរសៃឈាមនៅក្នុងខ្លួនរបស់យើងដែលអាចដឹកជញ្ជូននៅផលកសិកម្មទំនិញជួញដូរនិងការផ្គត់ផ្គង់ទឹកទៅដល់វិស័យកសិកម្មទាំងខួបប្រាំងនិងខួបវស្សាសរុបមកទាំងអស់ដែនដីមួយនេះគឺជាដែនដីដ៏ប្រសើរនៅក្នុងការបង្កើតបានទៅជាដែនដីដ៏សមគួរនៅក្នុងការរស់នៅប៉ុន្តែកត្តានៃភូមិសាស្ត្រតែមួយឬកត្តានៃទឹកដីតែមួយយ៉ាងវាមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យប្រទេសនោះคล้ายទៅជាប្រទេសដ៏សមគួរនៅក្នុងការរស់នៅទេបើយើងប្រៀបធៀបប្រទេសកម្ពុជារបស់យើងនៅក្នុងសម័យបច្ចុប្បន្ននិងប្រៀបធៀបទៅដល់ទឹកដីអាមេរិកក្រុងវ៉ាស៊ីនតោនណាញាតិញោមក្រុងវ៉ាស៊ីនតោនកាលពីមិនទាន់អភិវឌ្ឍគឺជាទឹកដីមួយដែលមិនសមគួរដល់ការរស់នៅទេក្រុងវ៉ាស៊ីនតោនគឺជាទឹកដីនៃការចាញ់មែនទែនណាយើងថាបបៃលិនមណ្ឌលគិរីរតនគិរីអ្នកដែលមិនធ្លាប់ទៅរស់នៅវាចាញ់គ្រុនចាញ់វាចាញ់ទឹកដីមិនអាចរស់នៅបានរត់ត្រឡប់មកវិញប៉ុន្តែក្រុងវ៉ាស៊ីនតោនណាញាតិញោមក្រុងវ៉ាស៊ីនតោនហ្នឹងគឺជាទីក្រុងនៃប្រទេសនៃសហរដ្ឋអាមេរិកសពថ្ងៃហ្នឹងណាគឺជាទឹកដីដ៏មហាចាញ់បន្ថាយើង10នាក់ទៅរស់នៅបបៃលិននៅរតនគិរីឈឺ5នាក់ហើយចាញ់5នាក់ហើយនៅសល់5នាក់ទៀតអាចរស់នៅបានប៉ុន្តែបើវ៉ាស៊ីនតោនកាលពីមិនទាន់អភិវឌ្ឍវិញណា10នាក់ចាញ់8នាក់កត្តាតួរលេខនៃការចាញ់ហ្នឹងគឺខ្លាំងជាងបបៃលិននិងរតនគិរីយើងទៅទៀតណាប៉ុន្តែទីបំផុតវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដែលជាទឹកដីមិនសមគួរដល់ការរស់នៅដែលជាទឹកដីមិនមែនជាទឹកដីសមគួរដល់ការបង្កើតប្រទេស
ប៉ុន្តែបានប្រែក្លាយទៅជាទឹកដីសមគួរដល់ការរស់នៅបានប្រែក្លាយទៅជាប្រទេសដែលគួររស់នៅបើយើងយកជនជាតិខ្មែរយើងសពថ្ងៃមួយរស់នៅអាមេរិកយកមកសួរគាត់រវាងទឹកដីអាមេរិកនិងទឹកដីកម្ពុជាតើអ្នកចង់រស់នៅទីណាចម្លើយរបស់គាត់ឆ្លើយបានយ៉ាងងាយមិនចាំបាច់គិតយូរទេខ្ញុំនឹងរស់នៅទឹកដីអាមេរិកចំណែកអ្នកនៅកម្ពុជារបស់យើងក៏និយាយដូចគ្នាចឹងដែរខ្ញុំក៏ចង់រស់នៅអាមេរិកដែរទន្ទឹមនឹងខ្លួនប្រាណរបស់គាត់ជាប់នៅលើទឹកដីកម្ពុជាយើងនឹងពីព្រោះអ្វីពីព្រោះកត្តាភូមិសាស្ត្រទឹកដីដែលសមគួរដល់ការរស់នៅក៏ប៉ុន្តែប្រសិនបើប្រជាជនឬក៏បរិស័ទមនុស្សនៅលើទឹកដីនោះអត់មានកំណើតដែលมันអាចច្នៃនិងมันអាចបង្កើតបានទៅជាប្រទេសដ៏សមគួរដល់ការរស់នៅទេទឹកដីដែលអំណោយផលដល់ការរស់នៅក៏มันអាចคล้ายទៅជាប្រទេសដ៏សមគួរដើម្បីនឹងរស់នៅបានឡើយអញ្ចឹងហើយទឹកដីតែម្យ៉ាងវាមិនទាន់គ្រប់គ្រាន់នៅក្នុងការបង្កើតឲ្យបាននៅប្រទេសដ៏សមគួរដល់ការរស់នៅដែលคล้ายទៅជាសុភមង្គលមួយសម្រាប់មនុស្សម្នាក់ដែលរស់នៅក្នុងសង្គមនោះទេមានរឿងមួយដែលសម្ដែងអំពីមូលហេតុអ្វីដែលធ្វើឲ្យទឹកដីសមគួរដល់ការរស់នៅប្រែក្លាយទៅជាទឹកដីដែលមិនសមគួរដល់ការរស់នៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងរឿងមួយដែលបង្ហាញទៅដល់មូលហេតុដេញតគ្នាដែលកំណត់ទៅដល់ឬក៏ការធ្វើនៅប្រទេសដ៏សមគួរคล้ายទៅជាប្រទេសដែលមិនសមគួរមនាលភិក្ខុទាំងឡាយសម័យណាពួកព្រះជាមិនប្រកបដោយធម៌សម័យនោះពួកខ្ញុំរាជការក៏មិនប្រកបដោយធម៌ដែរមនាលភិក្ខុទាំងឡាយកាលពួកអ្នករាជការមិនប្រកបដោយធម៌សម័យនោះពួកព្រាហ្មណ៍និងកហបតីក៏មិនប្រកបដោយធម៌ដែរពួកព្រាហ្មណ៍និងកហបតីមិនប្រកបដោយធម៌ហើយសម័យនោះពួកអ្នកនិគមនិងអ្នកជនបទមិនប្រកបដោយធម៌ដែរកាលអ្នកនិគមនិងអ្នកជនបទមិនប្រកបដោយធម៌ហើយព្រះច័ន្ទនិងព្រះអាទិត្យក៏គោចរទៅមិនស្មើគ្នាដែរកាលព្រះច័ន្ទនិងព្រះអាទិត្យគោចរទៅមិនស្មើគ្នាពួកផ្កាយអ្នកខត្តរិទ្ធក៏គោចរមិនស្មើគ្នាដែរកាលពួកផ្កាយអ្នកខត្តរិទ្ធគោចរមិនស្មើគ្នាយប់និងថ្ងៃក៏ប្រព្រឹត្តទៅមិនស្មើគ្នាដែរកាលយប់និងថ្ងៃប្រព្រឹត្តទៅមិនស្មើគ្នាខែនិងកន្លះខែក៏ប្រព្រឹត្តទៅមិនស្មើគ្នាដែរកាលកន្លះខែប្រព្រឹត្តទៅមិនស្មើគ្នារដូវនិងឆ្នាំក៏ប្រព្រឹត្តទៅមិនស្មើគ្នាដែរកាលរដូវនិងឆ្នាំប្រព្រឹត្តទៅមិនស្មើគ្នាខ្យល់ក៏បក់មិនស្មើដែរកាលខ្យល់បក់មិនស្មើខ្យល់បក់ខុសផ្លូវទាំងឡាយក៏ប្រព្រឹត្តទៅមិនស្មើគ្នាដែរកាលខ្យល់បក់ខុសផ្លូវទាំងឡាយប្រព្រឹត្តទៅមិនស្មើធម្មជាតិទាំងឡាយក៏ខឹងសម្បាការធម្មជាតិទាំងឡាយខឹងសម្បាភ្លៀងក៏មិនបង្អុរទឹកភ្លៀងមកដោយប្រពៃការភ្លៀងមិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃស្រូវទាំងឡាយក៏ឲ្យផលមិនប្រសើរដែរមនាលភិក្ខុទាំងឡាយពួកមនុស្សកាលបរិភោគស្រូវដែលឲ្យផលមិនល្អរមែងមានអាយុខ្លីមានពណ៌សម្បុរអាក្រក់មានកម្លាំងតិចនិងមានរោគច្រើននេះគឺជាការសម្ដែងប្រាប់អំពីមូលហេតុនៃការដែលធ្វើឲ្យប្រទេសដ៏សមគួរคล้ายទៅជាប្រទេសដែលមិនសមគួរទឹកដីកត្តាភូមិសាស្ត្រដែលបានលើកឡើងសម្ដែងចែកជូនញាតិញោមអំបញ្ញមិញវានឹងល្អប្រសើរឡើងប្រសិនបើមនុស្សដែលរស់នៅក្នុងទឹកដីនោះបានប្រកបទៅដោយធម៌នៅពេលដែលយើងប្រកបទៅដោយធម៌អ្វីៗទាំងអស់នឹងคล้ายទៅជាធម៌ហើយធម៌គឺតែងនាំសុខមកឲ្យទៅដល់ប្រទេសនោះអញ្ចឹងនៅក្នុងការរស់នៅក្នុងប្រទេសដ៏សមគួរបដិរូបបតេសវាសោកិរិយារស់នៅក្នុងប្រទេសដ៏សមគួរ
គឺជាមង្គលដ៏ឧត្តមសម្ដែងខាងលើអំបញ្ញមិញវាមិនតាន់គ្រប់គ្រាន់នៅឡើយទេនៅក្នុងការសម្ដែងនៅប្រធានបទមួយដ៏ធំទូលំទូលាយយ៉ាងនេះនិយាយអំពីរឿងប្រទេសជាតិមួយទាំងស្រុងណាញាតិញោមអញ្ចឹងក្នុងការសម្ដែងកន្លះម៉ោងឬ1ម៉ោងវាគ្រាន់តែជាការធ្វើឆាកល្បែងកំប្លែងមួយដើម្បីឲ្យបណ្ឌិតខាងនយោបាយបណ្ឌិតខាងវិទ្យាសាស្ត្រនយោបាយគេសោយតែប៉ុណ្ណោះហើយអាត្មាភាពក៏សូមសារភាពថាมันមានលទ្ធភាពគ្រប់គ្រាន់និងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការយល់ឲ្យស៊ីជម្រៅនៅក្នុងការរៀបចំប្រទេសហ្នឹងឲ្យคล้ายទៅជាប្រទេសដ៏សមគួរបាននៅឡើយទេអាត្មាអត់មានសមត្ថភាពនិងលទ្ធភាពធ្វើវាទេប៉ុន្តែគ្រាន់តែជាការរួមចំណែកដើម្បីរលាស់ខ្លួនចេញអំពីទម្ងន់នៃសង្គមពីព្រោះបើកាលណាយើងជាប្រជាពលរដ្ឋនៅក្នុងប្រទេសមួយនៅក្នុងសង្គមមួយហើយយើងមិនបានបំពេញតួនាទីជាប្រជាពលរដ្ឋទេនោះយើងបានបំពេញតួនាទីជាមនុស្សដែលរស់នៅក្នុងធ្ងន់សង្គមហ្នឹងអញ្ចឹងហើយគ្រាន់តែឡើងមកធ្វើគ្រាន់តែជាការសម្ដែងដើម្បីរលាស់ខ្លួនចេញអំពីការមិនរស់នៅធ្ងន់ដល់សង្គមពីព្រោះតែសង្គមយើងសម្បូរមនុស្សដែលរស់នៅធ្ងន់សង្គមនឹងហើយទើបធ្វើឲ្យសង្គមរបស់យើងទើបធ្វើឲ្យប្រទេសរបស់យើងคล้ายទៅជាប្រទេសដែលមិនសមគួរមានអ្នកសម្ដែងធម៌និងបកស្រាយទៅត្រង់ចំណុចនេះច្រើនណាស់ដែលបង្ហាញថាប្រទេសដែលសមគួរដល់ការរស់នៅគឺជាប្រទេសដែលមាននៅព្រះពុទ្ធសាសនាគឺជាប្រទេសដ៏សមគួរហើយនេះគឺជាការសម្ដែងរបស់ព្រះអង្គផ្សេងទៅតាមការយល់ដឹងរបស់ព្រះអង្គខ្ញុំកណាមិនចង់លើកយកការសម្ដែងរបស់ព្រះអង្គមកវិភាគនិងវែកញែកដើម្បីឆ្លោះបញ្ចាំងអំពីចំណេះដឹងរបស់ព្រះអង្គទេពីព្រោះខ្ញុំកណាក៏មិនទាន់មានលទ្ធភាពនៅក្នុងការធ្វើប្រទេសឲ្យคล้ายទៅជាប្រទេសដ៏សមគួរដែរប៉ុន្តែនិយាយអំពីរឿងប្រទេសនិងសង្គមជាតិបន្តិចដោយភាពស្មោះត្រង់និយាយអំពីភាពស្មោះត្រង់និងការស្រឡាញ់ហេតុតែញាតិញោមខ្លាចអំពីរឿងនយោបាយដោយការមានការឈឺចាប់អំពីអតីតកាលប្រវត្តិសាស្ត្រនិយាយអំពីរឿងប្រវត្តិសាស្ត្រអាត្មាបានអានអាត្មាបានមើលច្បាស់ណាស់ថានឹងធ្វើឲ្យកូនខ្មែរគ្រប់រូបមានការឈឺចាប់និងខ្លាចរអានៅរឿងនយោបាយហើយគាត់ក៏បានចែករំលែកនៅរឿងនោះមកកាន់មនុស្សជាទីស្រឡាញ់របស់គាត់បានប្រាប់ទៅកូនរបស់គាត់បានប្រាប់ទៅព្រះសង្ឃជាទីស្រឡាញ់របស់គាត់ព្រះអង្គអើយព្រះអង្គសូមព្រះអង្គកុំចូលធ្វើរឿងនឹងអីវាមិនល្អទេនឹងគឺជាទឹកចិត្តស្រឡាញ់របស់គាត់អាត្មាបានមើលឃើញអំពីទឹកចិត្តស្រឡាញ់របស់គាត់ដែលគាត់និយាយរឿងនឹងមកដើម្បីការពារនៅមនុស្សជាទីស្រឡាញ់របស់គាត់មិនឲ្យពាក់ព័ន្ធនឹងរឿងទាំងអស់នោះដើម្បីទុកឲ្យគាត់បូជាឬក៏ទុកឲ្យគាត់មើលមុខតទៅថ្ងៃក្រោយប៉ុន្តែអាត្មានៅពេលដែលឮនៅពាក្យដែលញាតិញោមនិយាយយ៉ាងហ្នឹងអាត្មាក៏ចង់បកត្រឡប់ទៅវិញប្រកបទៅដោយចិត្តស្រឡាញ់ដូចគ្នាដែរចិត្តស្រឡាញ់ដូចគ្នាញាតិញោមមានសិទ្ធិស្រឡាញ់អាត្មាក៏មានសិទ្ធិស្រឡាញ់ញាតិញោមដែរអាត្មាចង់សម្ដែងទៅប្រាប់ញាតិញោមថាប្រសិនបើញាតិញោមនិយាយមកកាន់អាត្មាថាកុំគិតរឿងហ្នឹងកុំធ្វើរឿងហ្នឹងកុំចូលរឿងហ្នឹងអាត្មាចង់សួរញាតិញោមថាញោមស្រីញោមប្រុសជាទីស្រឡាញ់របស់អាត្មាហើយប្រសិនបើរូបអាត្មាជាកូនរបស់ញោមពេញកម្លាំងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងហ្នឹងហើយអាត្មាបែរជាមិនធ្វើថាតើឲ្យអ្នកណាធ្វើប្រសិនបើញាតិញោមមានអាយុចាស់យ៉ាងហ្នឹងហើយញាតិញោមខ្លាចនឹងមិនហ៊ានធ្វើចោះមកយុវជនជំនាន់ក្រោយដែលជាសសរទ្រូងនៅក្នុងការបន្តវេនកាន់កាប់គ្រប់គ្រងនៅប្រទេសមួយហ្នឹងมันបានគិតគូរអំពីរឿងហ្នឹងมันបានចូលរួមធ្វើអំពីរឿងហ្នឹងសួរថានរណាគេមកធ្វើឲ្យយើងនរណាមកធ្វើឲ្យយើងបានម្ចាស់នៅលើដែនដីហ្នឹងនៅលើទឹកដីហ្នឹងมันបានធ្វើរឿងដែលខ្លួនគួរធ្វើទេសួរថានរណាមកធ្វើញាតិញោមសាកគិតតងចំណុចហ្នឹងមើលនិយាយអំពីក្តីស្រឡាញ់ចំពោះគ្នានឹងគ្នានៅពេលដែលញាតិញោមនិយាយចឹងមកច្បាស់ណាស់ថាញាតិញោមមានក្តីស្រឡាញ់និងការអាណិតអាសូរចង់ការពារមនុស្សជាទីស្រឡាញ់របស់ញាតិញោមមិនឲ្យពាក់ព័ន្ធនឹងរឿងហ្នឹងពីព្រោះដោយហេតុនៃការស្រឡាញ់អាត្មាមិនបានបដិសេធនៅដួងចិត្តរបស់ញាតិញោមយ៉ាងហ្នឹងទេប៉ុន្តែញាតិញោមពិចារណាឲ្យហួសអំពី
សេចក្តីស្រឡាញ់ឡើងទៅដល់បញ្ញាប្រសិនបើកូនរបស់ញាតិញោមមនុស្សជាទីស្រឡាញ់របស់ញាតិញោមដែលមានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើនៅការងារនឹងហើយមិនបានឡើងមកធ្វើសួរថាអ្នកណាធ្វើបើយុវជនដែលជាសសរទ្រូងនៃការគ្រប់គ្រងនិងបន្តវេននៅលើទឹកដីនឹងមិនបានធ្វើនរណាធ្វើពិចារណាទៅញាតិញោមនឹងឃើញថាអូណោះត្រូវរឿងនោះវាត្រូវអញ្ចឹងហើយនេះសំដែងអំពីការបកស្រាយទៅនឹងទឹកចិត្តរបស់ញាតិញោមពីព្រោះព្រះធម៌ព្រះពុទ្ធបានសំដែងដែលជាការទុកនៅភារកិច្ចមកដល់សាវករបស់ព្រះអង្គក្នុងការផ្ដើផ្សព្វផ្សាយដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដល់មនុស្សទាំងឡាយដល់សព្វសត្វនិកទាំងឡាយក្នុងការធ្វើប្រទេសដ៏សំគួរអ្វីដែលត្រូវនិយាយជាមួយញាតិញោមនៅពេលនេះអ្វីដែលត្រូវនិយាយញាតិញោមនៅពេលនេះមិនមែនជាការនិយាយទៅដល់ការធ្វើអ្នកដឹកនាំទាំងឡាយឲ្យប្រកបដោយធម៌ទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការអ្នកដឹកនាំទាំងឡាយមិនប្រកបដោយធម៌ជាការរុញច្រានឲ្យមនុស្សទាំងឡាយមិនមានធម៌រហូតដល់អ្នកក្រោមត្រូវហើយពីព្រោះសម័យព្រះអង្គគឺជាការកាន់កាប់និងគ្រប់គ្រងប្រទេសទៅដល់របបរាជានិយមអត់ខុសទេប៉ុន្តែនៅក្នុងកលៈទេសៈនេះយើងបានទទួលនៅរបបប្រជាធិបតេយ្យដែលជារបបមួយត្រូវបានឲ្យនិយមន័យថាសិទ្ធិក្នុងការសម្រេចនិងដឹកនាំប្រទេសនៅលើបាតដៃរបស់ប្រជាជនប្រជាពលរដ្ឋនេះគឺជារបបប្រជាធិបតេយ្យអញ្ចឹងអ្វីដែលត្រូវសម្ដែងនៅក្នុងពេលនេះមិនមែនជាការសម្ដែងដើម្បីឲ្យអ្នកដឹកនាំប្រកបដោយធម៌ទេប៉ុន្តែជាការសម្ដែងដើម្បីឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទប្រកបដោយធម៌ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យអ្នកដឹកនាំត្រូវបានរើសចេញមកអំពីប្រជាពលរដ្ឋញញឹមឃើញអត់នឹងគឺជាចំណុចនៃការវេកឲ្យញញឹមឃើញថាសង្គមដែលកាន់របបប្រជាធិបតេយ្យអ្នកដឹកនាំត្រូវបានរើសចេញមកអំពីប្រជាពលរដ្ឋអញ្ចឹងការធ្វើឲ្យប្រជាពលរដ្ឋមានធម៌វិន័យគឺជារឿងដ៏ត្រឹមត្រូវគឺជារឿងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងសង្គមយើងហើយនៅពេលដែលញាតិញោមពុទ្ធបរិស័ទទាំងអស់ប្រកបទៅដោយធម៌ហើយច្បាស់ណាស់ញាតិញោមនិងបរិស័ទទាំងឡាយនឹងធ្វើទីលំនៅឋានរបស់ញាតិញោមឲ្យคล้ายទៅជាទីលំនៅឋានដែលគួររស់នៅពីព្រោះអ្នកមានធម៌ញាតិញោមអ្នកមានធម៌មិនអាចធ្វើនៅអំពើអាក្រក់មិនអាចប្រព្រឹត្តនៅអំពើអាក្រក់ទេពីព្រោះតែគេមានធម៌ហេតុតែគេធ្វើនៅអំពើអាក្រក់ហេតុតែគេធ្វើនៅអំពើមិនល្អហេតុតែគេធ្វើនៅប្រទេសដែលមិនហេតុតែគេធ្វើប្រទេសឲ្យคล้ายទៅជាប្រទេសដែលមិនសមគួរដល់ការរស់នៅពីព្រោះថាវាអត់ធម៌អញ្ចឹងនៅក្នុងការសម្ដែងអំពីបដិរូបបតិសវាសោប្រទេសដ៏សមគួរនេះនិយាយអំពីការកសាងពុទ្ធបរិស័ទមនុស្សនៅរស់នៅក្នុងសង្គមនោះឲ្យคล้ายទៅជាមនុស្សដែលមានធម៌ដែលគេនឹងរុញច្រាននិងចូលរួមក្នុងការកសាងប្រទេសដែលគួររស់នៅคล้ายទៅជាប្រទេសដ៏សមគួរបញ្ជាក់ឡើងវិញថាប្រសិនបើយើងកើតមកចំប្រទេសដ៏សមគួរដល់ការរស់នៅនោះវាជាភ័ព្វសំណាងវាជាកុសលមួយដែលយើងបានធ្វើទុកតែប្រសិនបើញាតិញោមនិងអ្នកទាំងអស់គ្នាកើតមកចំប្រទេសដែលមិនសមគួរដល់ការរស់នៅនោះយើងមានកាតព្វកិច្ចយើងមានការងារនៅក្នុងការចូលរួមធ្វើឲ្យប្រទេសរបស់យើងคล้ายទៅជាប្រទេសដ៏សមគួរពីព្រោះអ្វីពីព្រោះឥឡូវនេះប្រសិនបើញាតិញោមចង់រត់ទៅប្រទេសខាងក្រៅទោះត្រាតែញាតិញោមមានធនធានគ្រប់គ្រាន់ល្មមដើម្បីនឹងរត់ទៅអាចរត់បានហើយពិភពលោកនេះក៏មិនមានសល់ដែនដីទំនេរដើម្បីឲ្យយើងទៅកសាងនិងបង្កើតប្រទេសមួយថ្មីដែរញាតិញោមផែនដីនេះឥតមានដីណាទំនេរដើម្បីឲ្យញាតិញោមជញ្ជូនគ្នាទៅបង្កើតនិងកសាងប្រទេសមួយថ្មីទេសិតតែជាដែនដីមានម្ចាស់ទាំងអស់មិនថែមទាំងផែនដីនេះទេឥឡូវពិភពលោកឈានទៅដល់ការកាន់កាប់នៅភពព្រះច័ន្ទទៅទៀតនោះព័ត៌មានមួយដែលគេនិយាយអំពីការក្រុមហ៊ុនឯកជនកំពុងតែដេញថ្លៃក្នុងការ
ជីកកោះកកាយរ៉ែនៅលើភពព្រះច័ន្ទជីកកោះកកាយនៅផែនដីមិនទាន់អស់ចិត្តឥឡូវកំពុងតែដេញថ្លៃគ្នាជីកកកាយរ៉ែនៅភពព្រះច័ន្ទទៀតកំពុងតែដាក់ពាក្យទៅអង្គការ NASA ដើម្បីសុំសិទ្ធិក្នុងការជីកកោះកកាយរ៉ែនៅភពព្រះច័ន្ទហ្នឹងបែករឿងបន្តិចប៉ុណ្ណឹងអញ្ចឹងសម្ដែងត្រឡប់មកវិញសម្ដែងអំពីថាតើធ្វើដូចម្ដេចទៅទើបអាចឲ្យប្រជាជនទើបអាចឲ្យពុទ្ធបរិស័ទមានធម៌នៅក្នុងខ្លួនคล้ายទៅជាមនុស្សដែលចូលរួមកសាងនៅប្រទេសឲ្យคล้ายទៅជាប្រទេសដ៏សមគួរដល់ការរស់នៅហើយនៅពេលដែលយើងកសាងប្រទេសដ៏សមគួរដល់ការរស់នៅហើយនោះគឺជាមង្គលសម្រាប់មនុស្សម្នាក់ធម៌7យ៉ាងធម៌6យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់ដែលជាហេតុនៅក្នុងការធ្វើឲ្យប្រទេសដែលខ្លួនរស់នៅคล้ายទៅជាប្រទេសដ៏សមគួរដល់ការរស់នៅទី1ទេសនានុត្តរិយៈទេសនានុត្តរិយៈគឺជាធម៌ដែលចង្អុលបង្ហាញនិងប្រាប់ថាមនុស្សដែលរស់នៅក្នុងសង្គមនោះគឺជាមនុស្សដែលមានទស្សនៈប្រសើរដែលមានទស្សនៈគំនិតល្អថ្លៃថ្លាញាតិញោមសពថ្ងៃប្រទេសរបស់យើងមិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃបានពីព្រោះតែជនជាតិរបស់យើងមានគំនិតនិងទស្សនៈខ្លីពេកខ្លីជាងកតុយអណ្ដើកខ្លីជាងកតុយទន្សាយទៅទៀតគាត់មិនដែលគិតអំពីរឿងរ៉ាវដែលនឹងកើតឡើងចំពោះសង្គមជាតិរបស់គាត់ដែលគាត់បានមើលឃើញហេតុថាសង្គមរបស់យើងសពថ្ងៃពោពេញទៅដោយមនុស្សដែលមិនមានគំនិតនិងទស្សនៈនៅពេលដែលគាត់ជុំគ្នាជាពិសេសយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិនៅពេលដែលពួកគេជុំគ្នាពួកគេមិនបាននិយាយឬក៏លើកប្រធានបទណាមួយដែលជាប្រយោជន៍មកដល់សង្គមដែលគេរស់នៅយកទៅពិភាក្សានិងនិយាយគ្នាទេប៉ុន្តែប្រធានបទដែលពេញនិយមនៅក្នុងការនិយាយគ្នានៅក្នុងការចូលរួមកសាងប្រទេសឲ្យคล้ายទៅជាប្រទេសដែលមិនសមគួរដល់ការរស់នៅគឺការនិយាយគ្នាអំពីការស៊ីផឹកការដើរលេងថ្ងៃនេះយើងគិតចូលទៅហាងណាហើយផឹកស្រាប្រភេទណាថ្ងៃនេះយើងគិតទៅរកស្រីកន្លែងណាដែលល្អដែលស្អាតជាងកន្លែងមុនថ្ងៃនេះយើងគិតធ្វើអ្វីដែលសប្បាយជាងថ្ងៃមុនគឺជាការចូលរួមនៅក្នុងការកសាងប្រទេសឲ្យคล้ายទៅជាប្រទេសដែលមិនសមគួរដល់ការរស់នៅប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាបដូរទស្សនៈបដូរគំនិតបដូរការគិតរបស់អ្នកទាំងអស់គ្នាមកគិតទៅលើរឿងការចូលកសាងសង្គមឲ្យคล้ายទៅជាប្រទេសដ៏សមគួរដល់ការរស់នៅគឺជាការបង្ហាញអំពីគំនិតទស្សនៈនៃជនជាតិរបស់អ្នកថាមានគំនិតនិងទស្សនៈវែងឆ្ងាយទៅផុតអំពីកន្ទុយអណ្ដើកទៅផុតអំពីកន្ទុយទន្សាយក្នុងការសម្ដែងបែបហ្នឹងញាតិញោមឡើងមកប្រកែកទៅគុណម្ចាស់សម្ដែងថាអញ្ចឹងទស្សនៈគំនិតខ្លីមិនកើតបើខ្ញុំកណាធ្វើបុណ្យទាំងឡាយមើលឃើញទៅដល់អនាគតនោះមើលឃើញទៅដល់បរលោកនោះឆ្ងាយខ្លាំងណាស់អាហ្នឹងគេហៅថាទៅផុតនៅពេលដែលគាត់មិនគិតទេប៉ុន្តែបើសិនជាគាត់គិតទៅផុតអំពីបច្ចុប្បន្នតែម្ដងព្រះពុទ្ធព្រះអង្គសម្ដែងថាភ្លឺបច្ចុប្បន្នភ្លឺទៅអនាគតងងឹតបច្ចុប្បន្នងើទៅអនាគតដល់ពេលញាតិញោមវាវែងជ្រុលវាវែងទៅដល់រឿងរ៉ាវដែលធ្វើមិនអាចជាក់ច្បាស់រឿងរ៉ាវអនាគតញាតិញោមអាចធ្វើជាក់ច្បាស់ឲ្យខ្លួនឯងបានដឹងដែរញាតិញោមអាចរៀបចំប្រទេសមួយនៅក្នុងអនាគតដែរអត់ទេប៉ុន្តែញាតិញោមអាចរៀបចំឬក៏ចូលរួមក្នុងការកសាងប្រទេសនៅក្នុងបច្ចុប្បន្នឥតមានសង្គមឥតមានប្រទេសទៅអនាគតទេមានតែពេលបច្ចុប្បន្នតែប៉ុណ្ណោះអញ្ចឹងហើយទើបសម្ដែងថាគំនិតនិងទស្សនៈនៃប្រជាពលរដ្ឋរបស់យើងនៃពុទ្ធបរិស័ទរបស់យើងមានលក្ខណៈខ្លីដោយកតុយអណ្ដើកដោយកតុយទន្សាយប៉ុន្តែបើសិនជាវែងទៅហួសទៅដល់បរលោកជាតិមុខជាតិក្រោយវាអត់មានសមាទិដ្ឋិញាតិញោមអញ្ចឹងហើយធម៌ទី1ដែលចូលរួមនៅក្នុងការកសាងពុទ្ធបរិស័ទនៅក្នុងសង្គមរបស់យើងឲ្យคล้ายទៅជាធនធានមនុស្សនៅក្នុងការចូលរួមកសាងប្រទេសឲ្យคล้ายទៅជាប្រទេសសមគួរដល់ការរស់នៅទី1គឺទេសនានុត្តរិយៈគឺការធ្វើឲ្យមានគំនិតនិងទស្សនៈភ្លឺថ្លាទី2សវនានុត្តរិយៈគឺជាប្រជាពលរដ្ឋគឺជាពុទ្ធបរិស័ទដែលស្ដាប់គ្នាបាន
សវនានុត្តរិយៈគឺជាជនជាតិដែលនិយាយស្ដាប់គ្នាបាននៅក្នុងចំណុចនេះប្រសិនបើញាតិញោមឬក៏ប្អូនជាយុវជនប្អូនមិនបានធ្វើការជាមួយនឹងជនជាតិរបស់យើងប្អូនតែមានគំនិតគិតថានៅពេលដែលប្អូនមានចិត្តល្អមានគំនិតល្អមានឆន្ទៈល្អនៅក្នុងការចូលរួមកសាងនៅសង្គមរបស់យើងប្អូននឹងសង្ឃឹមថាទទួលលទ្ធផលសមគួរដល់ដួងចិត្តរបស់ប្អូនដែលល្អប៉ុន្តែនៅពេលដែលប្អូនចេញមកធ្វើការងារទើបប្អូនដឹងថាម៉ែថ្លាន់ឪអាគេងគក់ហើយនិយាយស្ដាប់គ្នាអត់បានទេម្ចាស់ថ្លៃនិយាយស្ដាប់គ្នាអត់បានទេមានញាតិញោមមួយគាត់និយាយថាគាត់អត់យល់អំពីក្រុមទឹកចិត្តសម្បណៈអត់យល់អំពីព្រះសង្ឃមួយក្រុមហ្នឹងថាកំពុងធ្វើអីថាកំពុងសម្ដែងអីគាត់អត់យល់មិនដឹងជាអាត្មានិយាយភាសាបរទេសនិយាយភាសាព្រះឬក៏និយាយភាសាខ្មែរដែលធ្វើឲ្យគាត់ស្ដាប់មិនយល់ញាតិញោមមនុស្សដែលនិយាយស្ដាប់គ្នាឧទាហរណ៍យើងទៅនិយាយមួយមនុស្សអាក្រក់ហេតុអីក៏ឲ្យធ្វើអំពើអាក្រក់អញ្ចឹងដល់ពេលមនុស្សអាក្រក់ហ្នឹងគេនិយាយហេតុផលប្រគេមកខ្ញុំធ្វើអំពើអាក្រក់ពីព្រោះវាសប្បាយវាទទួលបានប្រយោជន៍ភ្លាមហើយវាបានសងសឹកទៅដៃគូមកខាងទៀតដែលធ្វើមកលើខ្ញុំដល់ពេលយើងនៅតែនិយាយទៀតហេតុអីក៏ធ្វើអំពើអាក្រក់អញ្ចឹង2 ដងណាដល់ពេលគ្នាប្រាប់ដដែលអញ្ចឹងទៀតដល់ពេលនៅទៅសួរទៀតហេតុអីក៏នៅធ្វើអំពើអាក្រក់អញ្ចឹងគឺជាលក្ខណៈនិយាយស្ដាប់គ្នាមិនបានណាបើសិនជាយើងជាមនុស្សដែលនិយាយស្ដាប់គ្នាបានស្ដាប់បានបាត់ហើយគ្នានិយាយថាអូគ្នាធ្វើអំពើអាក្រក់ពីព្រោះគ្នាសប្បាយគ្នាទទួលបានប្រយោជន៍នឹងការមានគំនុំគុំគួនទៅលើដៃគូម្ខាងទៀតអញ្ចឹងនៅពេលដែលយើងស្ដាប់គ្នាបានយើងស្គាល់ហើយអូអញ្ចឹងដើម្បីកែប្រែនិងជួយមនុស្សម្នាក់នោះគឺជួយបង្ហាញគេអំពីប្រយោជន៍ពិតប្រាកដដែលមិនមែនចេញមកអំពីការបៀតបៀនអ្នកដទៃនឹងគេហៅថាជនជាតិឬក៏មនុស្សនិយាយស្ដាប់គ្នាបានហើយនៅពេលហ្នឹងប្រយ័ត្នមនុស្សអាក្រក់វាយពីព្រោះយើងនិយាយស្ដាប់គ្នាអត់បាននៅសួរដែរហ្នឹងអញ្ចឹងអំពើល្អក្នុងការសម្ដែងរបស់អាត្មាភាពក៏អញ្ចឹងដែរអាត្មាសម្ដែងតែប៉ុណ្ណឹងតែយ៉ាងហ្នឹងតាំងពីដើមរហូតមកដល់បច្ចុប្បន្ននិងពីបច្ចុប្បន្នទៅអនាគតទៀតគឺនៅតែសម្ដែងយ៉ាងហ្នឹងមិនបានសរសើរមិនបានលើកជើងមិនបានបញ្ជោញាតិញោมទាំងឡាយទេគឺការសម្ដែងដើម្បីជាការចូលរួមចំណែកនៅក្នុងការកសាងនៅប្រទេសដែលខ្លួនរស់នៅឲ្យคล้ายទៅជាប្រទេសដ៏សមគួរដល់ការរស់នៅដែលជាការបដិបត្តិនៅមេរៀនព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គខំចំណាយពេល6ឆ្នាំនៅក្នុងការស្វែងរកនៅការត្រាស់ដឹងនិងចំណាយពេល45ឆ្នាំទៀតដើម្បីសម្ដែងនិងចែកនៅមេរៀននោះមកដល់មនុស្សទូទាំងសកលលោកអាត្មាគឺយ៉ាងហ្នឹងក្រុមទឹកចិត្តសមណៈគឺអញ្ចឹងនៅនិយាយស្ដាប់គ្នាអត់បាននៅតែជួបមុខដឹងលោកមួយអង្គដឹងលោកមួយក្រុមហ្នឹងសម្ដែងពីអីដឹងលោកធ្វើអីនៅតែយ៉ាងហ្នឹងគឺនៅតែនិយាយស្ដាប់គ្នាអត់បានហ្នឹងអញ្ចឹងប្រសិនបើសង្គមរបស់យើងពោពេញទៅដោយមនុស្សដែលនិយាយស្ដាប់គ្នាមិនបានដែលជាមនុស្សមិនមានហេតុនិងផលទេគុំសង្ឃឹមថាធនធាននៃប្រទេសនោះគុំសង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងប្រទេសនោះคล้ายទៅជាធនធានដែលចូលរួមកសាងនៅសង្គមដែលគេរស់នៅឲ្យคล้ายទៅជាសង្គមសមគួរដល់ការរស់នៅទេมันអាចជាដាច់ខាតអញ្ចឹងហើយទើបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅធម៌ទី2ដែលបង្ហាញអំពីហេតុនៃការកសាងនៅសង្គមឲ្យคล้ายទៅជាសង្គមដ៏គួររស់នៅគឺសវនានុត្តរិយៈគឺជាមនុស្សដែលមានលក្ខណៈស្ដាប់ប្រសើរគឺជាលក្ខណៈនៃការនិយាយស្ដាប់គ្នាបានហើយនៅក្នុងមេរៀនមង្គលហ្នឹងញាតិញោមនៅក្នុងមេរៀនមង្គលសូត្រហ្នឹងទៅមុខតិចទៀតនឹងទៅដល់មង្គលមួយដែលព្រះអង្គសម្ដែងថាគ្រាន់តែជាមនុស្សនិយាយស្ដាប់គ្នាបានគ្រាន់តែជាមនុស្សប្រដៅងាយគឺជាមង្គលដ៏ឧត្តមនឹងទៅមុខទៀតញាតិញោមនឹងបានឮនៅធម៌ហ្នឹងហើយធម៌ទី2សម្ដែងប៉ុណ្ណឹងចូលមកដល់ធម៌ទី3ដែលជាធម៌នៅក្នុងការកសាងមនុស្សនៅក្នុងសង្គមនោះឲ្យคล้ายទៅជាធនធាននៅក្នុងការចូលរួមចំណែកកសាងនៅសង្គមដែលគេរស់នៅលាភានុត្តរិយៈជាមនុស្សបានប្រសើរហ្នឹងមានលក្ខណៈយ៉ាងម៉េចញាតិញោមគឺជាជនជាតិមួយដែលមាននៅសុចរិតបានរបស់បានដោយប្រសើរមានន័យថារបស់បានមកហ្នឹងគឺដោយសុចរិតដោយផ្លូវទៀងត្រង់
មិនលួចមិនឆក់មិនប្លន់មិនចង់បានរបស់គេហើយក៏មិនឲ្យអ្នកដទៃមកលួចយករបស់ខ្លួនពីព្រោះបើកាលណាយើងបណ្ដោយឲ្យមនុស្សឲ្យអ្នកដទៃលួចយករបស់យើងខ្លួនបានដោយងាយគឺជាការប្រឡែងដៃឲ្យចោលនៅក្នុងសង្គមហ្នឹងកើតឡើងដោយងាយអញ្ចឹងហើយជាមនុស្សជាធនធានមនុស្សដែលពេញចិត្តស្រឡាញ់នឹងរបស់បានមកដោយមានលក្ខណៈប្រសើរលុយកាក់ទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះអំណាចបានមកដោយផ្លូវធម៌មិនមែនជាការបានដោយជិះជាន់មិនមែនជាការបានដោយកេងប្រវ័ញ្ចប្រសិនបើសង្គមរបស់យើងពោពេញទៅដោយមនុស្សបែបហ្នឹងកុំសង្ឃឹមថាសង្គមរបស់យើងคล้ายជាសង្គមដែលសមគួរដល់ការរស់នៅมันអាចទេអញ្ចឹងហើយប្រជាជនឬក៏បរិស័ទដែលញាតិញោមអាចคล้ายទៅជាមនុស្សចូលរួមក្នុងការកសាងសង្គមដ៏សមគួរដល់ការរស់នៅបានលុះត្រាតែជាមនុស្សបានដោយប្រសើរគឺការរកស៊ីរបរជួញដូរបានមកដោយផ្លូវសុចរិតទី4សិក្ខានុត្តរិយៈសិក្សារៀនសូត្រប្រសើរគឺជាការសម្ដែងទៅដល់ប្រព័ន្ធអប់រំមានលក្ខណៈល្អប្រសើរដែលអាចបណ្ដោះនឹងកសាងធនធានយុវជនជំនាន់ក្រោយឲ្យមានលក្ខណៈល្អប្រសើរពីព្រោះស្ថាប័នអង្គការនៃការអប់រំនេះបានដើរតួយ៉ាងសំខាន់នៅក្នុងការស្ថាបនានៅក្នុងការបង្កើតនៅធនធានមនុស្សឲ្យបានល្អកត្តាអប់រំសំខាន់ណាស់ញាតិញោមប្រទេសជឿនលឿនជាច្រើនណាស់អ្វីដែលគេយកចិត្តទុកដាក់ជាងគេមិនមែនកាពះរបស់ប្រជាជនទេប៉ុន្តែចំណេះដឹងរបស់ប្រជាជនគឺគេយកចិត្តទុកដាក់ខ្លាំងណាស់ទោះបីជាត្រូវចំណាយប៉ុន្មានទោះបីជាដាក់ដើមទុនធំប៉ុណ្ណាក៏គេត្រូវតែចំណាយក៏គេត្រូវតែហ៊ានធ្វើដែរពីព្រោះវាជាកត្តាតែមួយគត់នៅក្នុងការកំណត់នៅការស្លាប់រស់នៃជនជាតិនឹងនៃប្រទេសជាតិនឹងប្រទេសជប៉ុនសម្ដែងអំពីបទពិសោធន៍នៃប្រទេសជប៉ុនក្រោយអំពីការចាញ់សង្គ្រាមលោកលើកទី2ប្រទេសក៏ខ្ទេចធនធានមនុស្សក៏ខ្ទេចស្រីមេម៉ាយក៏ច្រើនថែមទាំងត្រូវចាញ់សង្គ្រាមថែមទាំងត្រូវសងបំណុលទៅដល់ប្រទេសដែលខ្លួនបានបំផ្លាញទៅទៀតរួមមានប្រទេសជាច្រើនក្នុងនោះមានកម្ពុជាយើងមួយដែរប៉ុន្តែយើងមិនបានទាមទារសំណងពីជប៉ុនទេដោយយល់យោគទៅដល់ប្រទេសជប៉ុនជាមិត្តដែលគ្នាកំពុងតែជួបទុក្ខលំបាកយើងក៏មិនបានទាមទារដែរប៉ុន្តែប្រទេសផ្សេងៗទៀតគេទាមទារឲ្យជប៉ុនសាងនៅពេលហ្នឹងញាតិញោមប្រជាអធិរាជនៃប្រទេសជប៉ុនណាបានបញ្ជូននៅធនធានគឺជនជាតិជប៉ុនហ្នឹងឲ្យទៅរៀនប្រទេសខាងក្រៅខ្ចីលុយគេបញ្ជូនប្រជាជនខ្លួនឯងទៅរៀនណាដោយផ្ដាំថាអ្នកទៅរៀនមិនមែនដើម្បីខ្លួនអ្នកទេប៉ុន្តែអ្នកក្រឡេកមើលមកកាន់ប្រទេសរបស់អ្នកកំពុងត្រូវការអ្នកជាចាំបាច់ដល់ពេលជនជាតិជប៉ុនមួយដែលទទួលបាននៅទឹកចិត្តស្រឡាញ់ហ្នឹងឯងទទួលបាននៅមនោសញ្ចេតនាប្រទេសជាតិរបស់មួយពឹងផ្អែកទៅលើគេទាំងស្រុងពឹងផ្អែកទៅលើគេម្នាក់ដែលទៅរៀនប្រទេសក្រៅហ្នឹងណាคล้ายទៅជានិស្សិតคล้ายទៅជាសិស្សដែលរៀនបកាដែលរៀនពូកែប្រចាំសាលានីមួយឲ្យតែសាលាណាមានជនជាតិកូនសិស្សជប៉ុនទៅរៀនអត់មានជនជាតិណារៀនឈ្នះកូនសិស្សជនជាតិជប៉ុនទេពីព្រោះអីពីព្រោះក្តីស្រឡាញ់មនោសញ្ចេតនាក្តីសង្ឃឹមបានដាក់នៅលើបេះដូងរបស់គេធំណាស់ប្រទេសជប៉ុនទាំងមូលពឹងផ្អែកទៅលើអ្នកទាំងស្រុងទីបំផុតណាញាតិញោមជប៉ុនដូចយើងឃើញសពថ្ងៃជប៉ុនមិនដែលភ័យបារម្ភអំពីរលកសូណាមីបំផ្លាញប្រទេសយ៉ាងណាទេប៉ុន្តែជប៉ុនភ័យបារម្ភបំផុតនៅក្នុងការបាត់បង់នៅអាយុជីវិតរបស់មនុស្សអញ្ចឹងធម៌ទី4ដែលជាធម៌រួមចំណែកនៅក្នុងការកសាងឲ្យសង្គមរបស់យើងคล้ายទៅជាសង្គមដ៏សមគួរដល់ការរស់នៅគឺពឹងផ្អែកទៅលើកត្តាអប់រំដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសិក្ខានុត្តរិយៈគឺការសិក្សារៀនសូត្របានប្រសើរទី5បារិចរិយាយៈបម្រើប្រសើរនឹងមានន័យយ៉ាងម៉េចទៅមានន័យថាប្រទេសនឹងជនជាតិនឹងបានចូលរួមចំណែកនៅក្នុងការបម្រើនៅពុព្វហេតុជាតិឧទាហរណ៍ប្រទេសមានសង្គ្រាមប្រទេសបានត្រូវការនៅធនធានមនុស្សដើម្បីចូលរួមបម្រើការពារទៅលើពរណភាពទឹកដី
ចុះបើសិនជាជនជាតិរបស់យើងម្នាក់ៗខ្លាចតែស្លាប់ម្នាក់ៗរត់រួចតែខ្លួននៅពេលដែលប្រទេសត្រូវការធនធានមនុស្សបែបហ្នឹងយើងនាំគ្នារត់ពួនយើងនាំគ្នារត់គេចដែលមិនមែនបង្ហាញអំពីលក្ខណៈនៃប្រជាជនដែលមានការបម្រើនិងស្រឡាញ់ទៅលើប្រទេសជាតិទេអញ្ចឹងហើយបារិចរិយានុត្តរិយៈការបម្រើប្រសើរបានទៅដល់បានឆ្លោះបញ្ចាំងទៅដល់ប្រជាជននៃប្រទេសមួយមានការបម្រើនៅពុបហេតុប្រទេសជាតិបានល្អប្រសើរពុបហេតុរួមបានល្អប្រសើរប្រទេសនោះហើយនឹងក្លាយទៅជាប្រទេសដ៏សមគួរដល់ការរស់នៅធម៌ទី6ដែលជាធម៌ចុងក្រោយនៅក្នុងការកសាងនៅប្រទេសរបស់យើងដែលមិនសមគួរដល់ការរស់នៅឲ្យប្រែក្លាយទៅជាប្រទេសដែលសមគួរដល់ការរស់នៅនោះគឺអនុសតានុត្តរិយៈអនុសតានុត្តរិយៈរលឹកប្រសើររលឹកប្រសើរហ្នឹងមានន័យថាម៉េចមានន័យថាជាជនជាតិមួយដែលមានសតិបរិបូរណ៍មានសតិបរិបូរណ៍មានការនឹករលឹកមានការមិនភ្លាំងភ្លាត់មិនមានសេចក្តីប្រមាទណាឯចុះបើជនជាតិរបស់យើងសពថ្ងៃបើញាតិញោមសពថ្ងៃបើប្អូនសពថ្ងៃប្អូនហូបតែដបស្រាប្អូនកាន់តែដបស្រានៅខ្លួនអញ្ចឹងមានសតិមកពីណាវាមានសតិមកពីណាប្អូនអើយប្អូនជនជាតិខ្មែរអើយជនជាតិខ្មែរអាត្មានៅពេលដែលនិយាយអំពីរឿងស្រាញាតិញោមនៅក្នុងមង្គលសូត្រនឹងទីទៀតក៏សំដែងទៅដល់ការមិនផឹកនៅទឹកស្រវឹងគឺជាមង្គលដ៏ប្រសើរដែរនៅពេលដែលសំដែងដល់ប្រធានបទហ្នឹងអាត្មាប្រហែលជាទុកពេល1ម៉ោងហ្នឹងឲ្យលឺតែខ្យល់ហ្មងណាដល់កម្មវិធីផលប្រយោជន៍នៃពធហ្នឹងលឺតែខ្យល់មកឲ្យលឺតែខ្យល់អញ្ចឹងហ្មងពីព្រោះអីពីព្រោះអស់ធម៌សំដែងហើយអំពីរឿងរ៉ាវដែលនិយាយអំពីគ្រឿងស្រវឹងហ្នឹងអស់ធម៌សំដែងហើយអញ្ចឹងទោះបីជាខំសំដែងឲ្យលៀនកសាលគូតក៏វាគ្រាន់តែជាខ្យល់តាមរលកធាតុអាកាសតែប៉ុណ្ណោះអញ្ចឹងអង្គុយមកផ្លុំខ្យល់លេងទៅប្រហែលជាសប្បាយជាងហើយនឹងចាំទៅមុខទីទៀតចាំមើលចិត្តប្រែប្រួលយ៉ាងណាប៉ុន្តែនៅត្រង់ចំណុចទី6នេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាដើម្បីកសាងប្រទេសឲ្យคล้ายទៅជាប្រទេសដ៏សមគួរដល់ការរស់នៅគឺប្រជាពលរដ្ឋនៅក្នុងប្រទេសនោះគឺជាលក្ខណៈដែលមានសតិភ្ញាក់រលឹកដែលជាលក្ខណៈនៃជនជាតិដែលមានសតិភ្ញាក់រលឹកហើយចុះបើសិនជាយើងរាល់ថ្ងៃនេះយើងថែមទាំងមិនប្រើណាយើងថែមទាំងមិនប្រើសតិនៃការភ្ញាក់រលឹកនឹងហើយវាជាទោសមួយហើយប៉ុន្តែទៅលើសពីនឹងទៀតគឺការបំផ្លាញនៅសតិភ្ញាក់រលឹកនឹងទៀតថែមទាំងបំផ្លាញសតិភ្ញាក់រលឹកនឹងទៀតគ្រឿងស្រវឹងញាតិញោមគ្រឿងស្រវឹងគឺជាសត្រូវដ៏ធំបំផុតនៃការសម្លាប់នៅសតិភ្ញាក់រលឹកគ្រឿងស្រវឹងគឺជាសត្រូវដ៏ធំបំផុតហើយចុះបើសិនជាយើងស្រឡាញ់សត្រូវរបស់យើងដើម្បីឲ្យវាចូលបំផ្លាញនៅការភ្ញាក់រលឹករបស់យើងទៅហើយនឹងញាតិញោមហើយរំពឹងអ្វីសង្ឃឹមអ្វីដែលប្រទេសរបស់យើងនឹងអាចคล้ายទៅជាអច្ឆរិយៈអាចคล้ายទៅជាមហានគរដ៏រុងរឿងដោយសម័យអង្គរបានអាត្មាគ្មានសង្ឃឹមតតែសោះនៅក្នុងការនឹកទៅដល់អរិយធម៌ខ្មែរអាចឡើងទៅដល់កំពូលសាជាថ្មីពីព្រោះធនធានដែលកំពុងរស់នៅធនធានដែលជាក្តីសង្ឃឹមរបស់ខ្មែរធនធានដែលជាដំណក់ឈាមចុងក្រោយរបស់ខ្មែរត្រូវបានបំផ្លាញទៅដោយដបស្រាបទៅហើយហ្នឹងហើយងាកមកមើលធម៌ព្រះពុទ្ធក៏ព្រះអង្គមិនចោលត្រង់ចំណុចនឹងទៀតព្រះអង្គមិនចោលត្រង់ចំណុចនឹងទៀតអនុសតានុត្តរិយៈគឺជាប្រជាជនគឺជាមនុស្សដែលមានសតិភ្ញាក់រលឹកទើបអាចកសាងសង្គមមួយឲ្យคล้ายទៅជាសង្គមដល់ការរស់នៅហើយคล้ายទៅជាសង្គមដ៏ប្រសើរបដិរូបតេសវាសោការរស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ឧត្តមសម្ដែងមកប៉ុណ្ណេះសូមចម្រើនពរគណៈសូមអរគុណព្រះគុណម្ចាស់សេចក្ដីដែលបងបានសម្ដែងនៅព្រះធម៌ជាដំបូងនៅក្នុងឱកាសនៃវេលានេះគណៈពីនេះប្រកាសគុណម្ចាស់និងប្រិយមិត្តទាំងឡាយកំពុងតែតាមដានស្ដាប់នៅកម្មវិធីផ្សាយផ្ទាល់នៃកម្មវិធីផលប្រយោជន៍នៃពធដែលកំពុងតែធ្វើការផ្សាយផ្ទាល់ចេញពីស្ថានីយ៍វិទ្យុ Cool FM 100.7 MHz និងការផ្សាយបន្តទៅកាន់ស្ថានីយ៍វិទ្យុសម្លេងមិត្តភាពខេត្តពោធិ៍សាត់ FM 91.25 MHz ផងដែរដោយសមមួយដងបន្ទាប់ពីប្រកាសគុណម្ចាស់ដែលជាវាគ្មិននៅក្នុងបន្ទប់ផ្សាយរបស់យើងបានសម្ដែងនៅចំណាប់អារម្មណ៍ជាដំបូងទៅលើពធ
ទៅលើប្រធានបទរបស់យើងក៏ដូចជាសម្ដែងនៅពធនេតិជាបន្តគឺការទូរស័ព្ទចូលរួមរបស់បកគណៈគុណម្ចាស់ក៏ដូចជាប្រិយមិត្តទាំងឡាយដែលកំពុងតែតាមដានស្ដាប់នៅកម្មវិធីផលប្រយោជន៍នៃពធរបស់យើងអាចចូលរួមបានត្រង់ប្រធានបទរបស់យើងដែលសម្ដែងអំពីមង្គលសូត្រទាំង38ប្រការត្រង់មង្គលទី4គឺកិរិយារស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ឧត្តមលេខទូរស័ព្ទដែលអាចចូលរួមនៅក្នុងកម្មវិធីរបស់យើងបានគឺមាន3ប្រព័ន្ធទី1គឺ070 88 107ខ្សែទី2 092 88 107និងខ្សែទី2 0និងខ្សែទី3 088 898 107ដូច្នេះបកណាគុណម្ចាស់និងប្រិយមិត្តទាំងឡាយនៅតែអាចបន្តទទួលទូរស័ព្ទក្នុងការទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីរបស់យើងបានតាមរយៈលេខទូរស័ព្ទទាំង3ខ្សែដែលខ្ញុំបកណាខ្ញុំបានប្រកេននឹងជម្រាបជូននៅត្រង់ប្រធានបទយើងដែលនិយាយអំពីកិរិយារស់នៅក្នុងប្រទេសដ៏សមគួរជាមង្គលដ៏ឧត្តមមានទស្សនៈមួយគេបាននិយាយថាបើអ្នកកើតមកចំប្រទេសមិនគួរជាទីរស់នៅនោះមិនមែនជាកំហុសរបស់អ្នកទេប៉ុន្តែបើអ្នកស្លាប់ទៅវិញរួចមិនបានធ្វើប្រទេសដែលមិនសមគួរនោះឲ្យคล้ายទៅជាប្រទេសដ៏សមគួរជាទីរស់នៅទេប្រកាសណាស់វាជាកំហុសរបស់អ្នកយ៉ាងពិតប្រាកដម្ដងទៀតបើអ្នកកើតមកចំប្រទេសមិនគួរដល់ជាទីរស់នៅទេនោះមិនមែនជាកំហុសរបស់អ្នកទេប៉ុន្តែបើអ្នកស្លាប់ទៅវិញរួចមិនបានធ្វើប្រទេសមិនសមគួរនោះឲ្យคล้ายទៅជាប្រទេសដ៏សមគួរដល់ជាទីរស់នៅទេពិតណាស់នោះជាកំហុសរបស់អ្នកយ៉ាងពិតប្រាកដដោយសារតែគណៈពេលនេះមានប្រិយមិត្តរបស់យើងបានទូរស័ព្ទចូលរួមចឹងខ្ញុំបកណាខ្ញុំបាទសូមទទួលតែម្ដងកម្មវិធីផលប្រយោជន៍នៃពធសូមជម្រាបសួរបាទសូមជម្រាបសួរបងហើយសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ព្រះគុណម្ចាស់សេវទីផងចម្រើនពរបងប្រុសមានឈ្មោះអីហើយអញ្ជើញទូរស័ព្ទមកពីខាងណាដែរបងបាទខ្ញុំឈ្មោះសុខាខលពីព្រៃភ្នៅទៅសុខាខាងព្រៃភ្នៅមានអ្វីចូលរួមនៅក្នុងកម្មវិធីសូមជួយបងថ្ងៃនេះប្រធានបទល្អមែនទែនដាច់គុណតែកណ្ដាលចង់លើកសួរពីបញ្ហាដែលកណ្ដាលមាននៅក្នុងជីវិតខ្លះគុណម្ចាស់គុណម្ចាស់ថ្ងៃមុនបានបកស្រាយអំពីចំណុចដែលខ្ញុំបានលើកឡើងគឺការសង្គ្រោះបុគ្គលដែលល្ងងលោកគុណម្ចាស់បានបកស្រាយអំពីតែកណាសូមរលឹកដឹងគុណអង្គម្ចាស់ជាខ្លាំងហើយព្រះអង្គម្ចាស់បានលើកឧទាហរណ៍ដូចជាបុគ្គលធ្វើធ្នើឲ្យទៀសដេកហើយនឹងចាប់មន់ទៅទម្លាក់ទឹកកណាយល់ថាខ្លួនឯងគឺជាមនុស្សល្ងងមែនដែលកំពុងតែធ្វើអំពើនេះកណាសុខថ្ងៃបានសង្គ្រោះនារីម្នាក់ហើយគ្នាជានារីធ្វើការក្រៅអូខេលោកដោយកណាហ្នឹងបានលំពរនេះហ្នឹងទៅរៀននៅអង្គការមួយដែលរៀនវិជ្ជាជីវៈតែកន្លងមកគេអត់ស្ដាប់ក្នុងកណាគេបាយជាសបាយទៅភ្លើងពណ៌ទៅវិញរហូតដល់ថ្ងៃនេះកណាមានចិត្តនៅណៃមែនទែនហើយកណាគិតថាចង់ឲ្យដកខ្លួនពីការជួយនាងតទៅទៀតតែកណានៅមានអារម្មណ៍ថាជាប់ចម្ពាក់ហើយគួរឲ្យអាណិតស្រឡាញ់មែនទែនអញ្ចឹងជាចុងក្រោយកណាចង់លើកសួរថាតើកណាគួរតែបដិបត្តិទៅធរដល់របៀបណាកុំឲ្យចិត្តនឹងជាប់ចម្ពាក់គួរឲ្យខ្លាំងពេកគុណម្ចាស់បាទចឹងបងសុខាមានតែប៉ុណ្្នឹងទេសូមអរគុណបងហើយសូមទោសដែលការរៀបចំទៀតគេថាបានល្អកណាសូមក្រាបគុំលាបាទអរគុណច្រើនបងសុខាមកពីខាងព្រៃភ្នៅដែលបងបានទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីហើយគណៈពេលនេះកម្មវិធីផលប្រយោជន៍នៃពធរបស់យើងនៅសល់នាទីតិចអញ្ចឹងมันអាចនឹងទទួលទូរស័ព្ទរបស់បកណាគុណម្ចាស់និងប្រិយមិត្តរបស់យើងជាបន្តបានទេគណៈពេលនេះបកណាគុណម្ចាស់ទាំងឡាយកំពុងតែតាមដានស្ដាប់នៅកម្មវិធីផ្សាយផ្ទាល់នៃកម្មវិធីផលប្រយោជន៍នៃពធដែលកំពុងតែធ្វើការផ្សាយផ្ទាល់ចេញពីស្ថានីយ៍វិទ្យុ Cool FM 100.7 MHz និងការផ្សាយបន្តទៅកាន់ស្ថានីយ៍វិទ្យុសំឡេងមិត្តភាព FM 91.25 មេហ្គាហឺតផងដែរដោយសារតែនាទីរបស់យើងខ្លីចឹងខ្ញុំបកណាខ្ញុំបាទសូមប្រកេននាទីនេះទៅបុគ្គលម្ចាស់សេងវុធីដើម្បីនិមន្តព្រះអង្គសម្ដែងនៅពធចុងក្រោយនៅក្នុងកម្មវិធីរបស់យើងនៅពេលនេះសូមព្រះជគុណនិមន្តតែម្ដងសូមចម្រើនពរ
អញ្ចឹងប្រហែលជាសម1និង2នាទីទៀតតែប៉ុណ្ណោះมันអនុញ្ញាតអាត្មាសម្ដែងបានវែងតទៅទៀតទេចង់សម្ដែងរឿងមួយបន្តិចដើម្បីឲ្យញាតិញោមមានចិត្តភ័យដោយអាត្មាដែរនៅពេលដែលឃើញញាតិញោមឬក៏បងប្អូនជិះម៉ូតូជិះឡានប្រើទូរស័ព្ទដៃទំនើបសោយក្អាស់ក្អាយនៅពេលដែលជួបឃើញបរិយាកាសបែបហ្នឹងជួបទស្សនវិជ្ជាបែបហ្នឹងប៉ុន្តែនៅក្នុងចិត្តរបស់អាត្មាបែរទៅជាភ័យខ្លាចដែលខុសចិត្តអំពីញាតិញោមហ្នឹងពីព្រោះអីញាតិញោមពីព្រោះនៅពេលដែលយើងចូលទៅចិត្តគេចូលទៅចិត្តពួកយុវវ័យហើយនិយាយអំពីរឿងដែលគេត្រូវបន្តវេនអំពីញាតិញោមដែលជាមនុស្សចាស់គឺនិយាយអំពីរឿងការចូលរួមកសាងសង្គមពួកគេស្ដាប់អត់បានទេហើយនៅពេលដែលយើងគិតទៅលើរឿងហ្នឹងញាតិញោមសាកគិតមើលដូចអាសម្ដែងខាងមិញអញ្ចឹងប្រសិនបើជនជាតិមួយរស់នៅលើទឹកដីមួយមិនបានគិតគូរទៅដល់រឿងរ៉ាវគ្រប់គ្រងនិងថែរក្សាការពារអភិវឌ្ឍនៅលើទឹកដីហ្នឹងទេណាគេមកគិតចំនួនទៅជនជាតិណាមកគិតចំនួនទៅដល់ពេលអញ្ចឹងញាតិញោមសោចចេញអាត្មាសោចអត់ចេញណាញាតិញោមសប្បាយកើតអាត្មាសប្បាយអត់កើតណាក្នុងមួយថ្ងៃបានមិនបានមកធ្វើការងារដើម្បីរលាស់ខ្លួនចេញអំពីរឿងហ្នឹងចេញអំពីរឿងការអបដៃឈរមើលអញ្ចឹងដូចជាក្នុងចិត្តហ្នឹងហាក់បីដូចជានៅមិនស្ងៀមមិនដឹងប៉ុន្តែជាចិត្តមួយដែលខុសប្លែកពីគេទេសង្ឃឹមថាញាតិញោមមិនមានចិត្តហ្នឹងទេពីព្រោះមានចិត្តហ្នឹងទៅដេកមិនលក់ទេប៉ុន្តែគ្រាន់តែសការសម្ដែងបែបហ្នឹងប្រហែលជាដោះតិចក៏មិនដឹងនឹងរឿងរ៉ាវសម្ដែងជាក្រុងក្រោយតែប៉ុណ្ណឹងនឹងថ្ងៃស្អែកទៀតនឹងសម្ដែងច្រើនទៀតអំពីរឿងរ៉ាវបដិរូបប្រទេសសវិស័កហ្នឹងគឺការរស់នៅក្នុងប្រទេសដ៏សំគួរហ្នឹងដោយសារថ្ងៃនេះគឺដល់ពេលវេលានឹងបញ្ចប់ហើយសូមចម្រើនពរគណៈសូមអរគុណក្រុមចាស់សេងមុធីដែលបងបាននិមន្តចូលរួមសម្ដែងនៅក្នុងកម្មវិធីរបស់យើងចុងក្រោយនៅពេលនេះគណៈពេលនេះកម្មវិធីផលប្រយោជន៍នៃពធរបស់យើងបានឈានដល់ទីបញ្ចប់ទៅហើយនៅក្នុងថ្ងៃនេះខ្ញុំប្រកាសខ្ញុំបាទជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីព្រមទាំងប្រកាសគុណម្ចាស់ដែលជាវាគ្មិននៅក្នុងបន្ទប់ផ្សាយនៅពេលនេះសូមលំអោនកាយនិងក្រាបថ្វាយបង្គំលាតែត្រឹមប៉ុណ្ណេះ